បើសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាសម្រាប់វីដេអូនេះផងដែរខ្ញុំបាននឹងធ្វើការបង្ហាញនៅការចូលប្រើប្រាស់នៅប្រព័ន្ធ VLP សម្រាប់បងប្អូនធ្វើការប្រឡងដោយគាត់ករណីគាត់មានទូរស័ព្ទក្នុងការប្រើប្រាស់ដូច្នេះយើងទាមទារទី1ត្រូវមាន QR code របស់គាត់អញ្ចឹងឥឡូវខ្ញុំចូលទៅក្នុងកម្មវិធីថ្នាក់បឋមរបស់យើងបាទអញ្ចឹងនេះគឺជាថ្នាក់បឋមរបស់យើងអញ្ចឹងយើងចូលទៅកន្លែងថ្នាក់តេស្តនិងប្រឡងនៅពេលយើងចូលរួចនេះដោយសារតែជាកណន័យរបស់ខ្ញុំអត់ផ្ទាល់អញ្ចឹងខ្ញុំត្រូវចូលត្រង់កន្លែងខាងនេះមកបាទអញ្ចឹងខ្ញុំត្រូវអូសមកខាងក្រោមដើម្បីចាក់ចេញអញ្ចឹងដើម្បីចាក់ចេញដើម្បីដាក់សិស្សចូលវិញអញ្ចឹងយើងត្រូវកន្លែងចាក់ចេញទៅតទៅទៀតយើងនឹងឃើញផ្ទាំងមួយនេះយើងចូលទៅកាន់ប្រើប្រាស់កម្មវិធីចូលឲ្យប្រើ QR code អញ្ចឹងនៅពេលយើងចូលរួចយើងចាប់ដើមជ្រើសរូបភាពរបស់យើងដែលមាន QR code ហើយយើងចូលទៅកម្មវិធីរបស់យើងនេះអានេះកូនសិស្សមួយចឹងហើយយើងចុចដានអញ្ចឹងនៅពេលដែលយើងដាក់ QR code រួចយើងនឹងចាប់ផ្ដើមចេញនៅផ្ទាំងបែបនេះអញ្ចឹងផ្ទាំងនេះគឺជាផ្ទាំងសម្រាប់ប្រឡងប្រចាំខែមករាមានមុខជាគណិតវិទ្យាសិក្សាសង្គមភាសាខ្មែរនិងវិទ្យាសាស្ត្រអញ្ចឹងនៅពេលដែលគាត់ចូលផ្ទាំងបែបនេះហើយគាត់អាចចូលទៅក្នុងកន្លែងការប្រឡងមួយឧទាហរណ៍ថាគាត់ចូលទៅភាសាខ្មែរអញ្ចឹងយើងគាត់ចាប់ដើមរងចាំរយៈពេលត្រឹមតែ3វិនាទីយើងនឹងឃើញផ្ទាំងការប្រឡងអញ្ចឹងនៅខាងលើនេះគឺជាផ្ទាំងចំនួននាទីដែលគាត់ធ្វើការតេស្តហើយមួយលើ22នេះមានថាទាំងអស់មាន22សំណួរអញ្ចឹងនៅពេលដែលគាត់ធ្វើគាត់ទៅជ្រើសរើសក្នុងចំណោម4នេះមួយណានៅពេលដែលគាត់ជ្រើសរួចគាត់ត្រូវចុចពាក្យថាបន្ទាប់ឧទាហរណ៍ថាយើងចុចពាក្យថាបាទថាសតវត្សអញ្ចឹងហើយចុចពាក្យ1អញ្ចឹងយើងចុចពាក្យឡើងបន្ទាប់មកវាទៅសំណួរទី2អញ្ចឹងយើងធ្វើបែបនេះរហូតតតែអស់សំណួររបស់យើងបាទអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូនេះផងដែរ